ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនពីរបៀបធ្វើទឹកអំបិលបងប្អូនណាចាទឹកអំបិលគឺថាបងប្អូនអាចយកទៅញ៉ាំជាមួយនឹងនំគ្រក់បាញ់ឆែវបាញ់សុងឬក៏ញ៉ាំជាមួយណែមឆៅអីក៏បានដែរបងប្អូនណាចាគ្រឿងផ្សំរបស់នេះខ្ញុំមានដូចជាស្ករត្នោតចំនួន1ដុំចា1ដុំនោះគឺថាមានចំនួន1ផោនបងប្អូនណាចាបងប្អូនយកមកអីក៏បានដែរចាតមកទៀតគឺថានេះខ្ញុំបានយកស្ករត្នោតដាក់ក្នុងឆ្នាំងមួយអញ្ចឹងណាបងប្អូនណាហើយនេះខ្ញុំក៏បានចាក់ទឹកចំនួន8ខាប់ចាបន្តមកទៀតនេះខ្ញុំបានដាក់អំបិលចំនួន1/4ខាប់ហើយនេះខ្ញុំបានយកទៅដាក់ដាំឲ្យពុះគឺថាយើងដាំចឹងណាឲ្យស្ករនិងអំបិលយើងបានរលាយសិនណាបងប្អូនណាពេលណាស្ករអំបិលរលាយអស់ហើយគឺថាបងប្អូនអាចបិទភ្លើងបានហើយបងប្អូនទឹកនេះបងប្អូនទុកឲ្យត្រជាក់សិនណាបងប្អូនណាចាបន្តមកទៀតនេះខ្ញុំបានចិញ្ច្រាំខ្ទឹមសចំនួន1មើមចាដាក់ចូលនៅក្នុងទឹកហ្នឹងទៅចាហើយនេះខ្ញុំក៏បានច្របាច់ទឹកក្រូចឆ្មាចាទឹកក្រូចឆ្មាគឺថាមានចំនួន3/4ខាប់បងប្អូនណាចានេះខ្ញុំបានយកទឹកក្រូចឆ្មាមកចាក់នៅក្នុងទឹកហ្នឹងហើយទៅក៏បានកូរឲ្យសព្វចាពេលណាបងប្អូនកូរសព្វហើយបងប្អូនអាចយកមកញ៉ាំបានហើយបងប្អូនណា